ជំរាបសួរពុកម៉ែបងប្អូនយើងជួបគ្នាសារជាថ្មីនៅក្នុងកម្មវិធី Microsoft Office Word អញ្ចឹងនេះគឺជាវីដេអូមេរៀនទី1ដែលខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីរបៀបការប្រើប្រាស់កម្មវិធី Microsoft Office Word ហើយសូមបញ្ជាក់ផងដែរថាវីដេអូនេះគឺខ្ញុំមានគោលបំណងធ្វើឡើងដើម្បីចែករំលែកនៅចំណេះដឹងជូនដល់ពុកម៉ែបងប្អូនដែលលោកមិនទាន់ចេះប្រើប្រាស់នៅកម្មវិធី Microsoft Office Word នេះដើម្បីបានចេះប្រើទាំងអស់គ្នាបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចេះប្រើប្រាស់នៅកម្មវិធី Microsoft Office Word នេះហើយក៏អាចរំលងនៅវីដេអូនេះក៏បានដូចគ្នាផងដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមិនទាន់ចេះប្រើប្រាស់នៅកម្មវិធី Microsoft Office Word ទេក៏អាចរៀនប្រើជាមួយខ្ញុំបានដូចគ្នាឥឡូវនេះកុំឲ្យខាតពេលវេលាយូរយើងដោយសារតែនេះគឺជាវីដេអូភាគដំបូងខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីលំដាប់លំដោយនៃការបើកចូលទៅមុខងារការប្រើយកกระดาษដើម្បីសរសេរកិច្ចការងារផ្សេងៗបានអញ្ចឹងពុកម៉ែបងប្អូនជាដំបូងគឺពុកម៉ែបងប្អូនធ្វើការបាទស្វែងរកកម្មវិធី Microsoft Office Word នៅលើកុំព្យូទ័ររបស់ពុកម៉ែបងប្អូនឬក៏ពុកម៉ែបងប្អូនធ្វើការចុចនៅប៊ូតុង Search នៅខាងក្រោមបាទនៅលើ Taskbar ហ្នឹងពុកម៉ែបងប្អូនធ្វើការចុចមកហើយពុកម៉ែបងប្អូនធ្វើការវាយបាទ WORD បាទ Word អញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចបើកកម្មវិធី Word ណាបាទរូប logo ហ្នឹងគឺទម្រង់បែបនេះពុកម៉ែបងប្អូនណាបាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនធ្វើការចុចលើកម្មវិធីហ្នឹងពុកម៉ែបងប្អូនប្រកាសជាចូលមកដល់ផ្ទាំងដំបូងនេះដូចខ្ញុំបាទអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមបង្ហាញជូននៅក្នុងមេរៀនទី1នេះខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនថានៅក្នុងនេះយើងមានអីខ្លះបាទអញ្ចឹងនៅក្នុងនេះពុកម៉ែបងប្អូនដោយដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺយើងមានផ្នែកខាងឆ្វេងហើយនឹងផ្នែកផ្ទៃកណ្ដាលរបស់យើងនេះដែលជាដំបូងហ្នឹងពេលដែលពុកម៉ែបងប្អូនចុចបើកមកដំបូងគឺយើងមានបាទ Homeបាទឬក៏ New ពុកម៉ែបងប្អូនខ្លះក៏មាន New ពុកម៉ែបងប្អូនខ្លះក៏មាន Home បាទប៉ុន្តែជាទូទៅមាន Home ហើយសម្រាប់ version Microsoft Office Word នេះយើងមានពីបងប្អូនខ្លះក៏ប្រើ2024ខ្លះឡើងដល់25អស់ហើយបាទប៉ុន្តែមិនជាថ្មីទេយើងប្រើប្រាស់នៅស៊េរី version មួយណាក៏វាប្រហែលគ្នាដែរមិនសូវជាខុសគ្នាអីទេពុកម៉ែបងប្អូនណាបាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនបើកមកជាដំបូងពុកម៉ែបងប្អូនអាចនឹងឃើញបាទនៅរូបសញ្ញាការងារនេះហើយនេះគឺជាគំរូដែលពុកម៉ែបងប្អូនអាចយកទៅប្រើប្រាស់បានមានន័យថាគឺជាគំរូដែលមានស្រាប់បាទគឺជាគំរូដែលមានស្រាប់ហើយយើងធ្វើការចុចបង្កើតលើគំរូដែលមានស្រាប់នេះពុកម៉ែបងប្អូនអាចធ្វើការកែទៅដាក់បាទយកការងាររបស់ពុកម៉ែបងប្អូនអាចបញ្ចូលនៅក្នុងនឹងបានបាទយើងអាចកែបាននិយាយរួមទៅនេះគឺជាគំរូដែលយើងអាចកែបានប៉ុន្តែនៅសម្រាប់មេរៀនទី1នេះគឺខ្ញុំអត់ទាន់បានលម្អិតចូលទៅដល់របៀបការយកគំរូទៅកែទេគឺខ្ញុំនឹងបង្ហាញចេញពីចំណុចដំបូងទៅគឺខ្ញុំនឹងបង្ហាញជូនឲ្យពុកម៉ែបងប្អូនធ្វើការជ្រើសរើសយកกระดาษទទេនេះដើម្បីចូលទៅដល់កម្មវិធីហើយយើងអាចធ្វើការវាយអត្ថបទបានប៉ុន្តែឥឡូវនេះយើងត្រឡប់មកវិញសិនយើងគ្រាន់តែចាំថាកន្លែងនេះគឺជាកន្លែងដែលយើងត្រូវចូលទៅបាទបង្កើតសិលឹកការងារទទេមួយបាទសិលឹកការងារថ្មីដើម្បីយើងធ្វើការវាយអត្ថបទបាទហើយអញ្ចឹងឥឡូវនេះយើងមកមើលខាងឆ្វេងវិញសិនពុកម៉ែបងប្អូនណាបាទនៅក្នុងនេះគឺខ្ញុំនឹងជ្រើសរើសយកតែចំណុចសំខាន់ដែលពុកម៉ែបងប្អូនត្រូវដឹងហើយយើងឧស្សាហ៍ប្រើបាទអញ្ចឹងឥឡូវយើងចូលទៅកាន់ New ទាំងអស់គ្នាពុកម៉ែបងប្អូនណាបាទអញ្ចឹងចូលទៅកាន់ New នេះក៏មិនខុសអីជាមួយនឹង Home អំបញ្ញមិញដែរពុកម៉ែបងប្អូនណាអញ្ចឹងនៅក្នុងមុខងារ New នេះដោយដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងនេះសុទ្ធតែជាគំរូដែលខ្ញុំបានជម្រាបជូនពុកម៉ែបងប្អូនអំបញ្ញមិញអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចង់បានគំរូដែលមានស្រាប់ពុកម៉ែបងប្អូនក៏អាចធ្វើការជ្រើសរើសបាទនៅគំរូដែលមានស្រាប់នេះយកទៅបង្កើតការងាររបស់ពុកម៉ែបងប្អូនតើគេយកគំរូដែលមានស្រាប់នេះយកទៅបង្កើតបានយ៉ាងដូចម្តេចគឺគ្រាន់តែពុកម៉ែបងប្អូនធ្វើការចុចបាទទៅលើគំរូណាមួយខ្ញុំឧទាហរណ៍ថាខ្ញុំចង់បានជាលិខិតថ្លែងអំណរគុណឬក៏ជាបាទម៉នុយកាតាឡុកបាទខាងហាងអីចឹងណាពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែធ្វើការចុចលើគំរូហ្នឹងហើយយើងធ្វើការចុចបង្កើតបាទយើងចុចបង្កើតមួយមកបាទពុកម៉ែបងប្អូនធ្វើការរងចាំបន្តិចនេះយើងចូលមកដល់កម្មវិធីបាទ Word ហើយនេះគឺជាគំរូដែលយើងបានជ្រើសរើសអំបញ្ញមិញអញ្ចឹងពុកម៉ែបងប្អូនក៏អាចធ្វើការរៀបចំបាទនៅពេលដែលពុកម៉ែបងប្អូនធ្វើការចេះប្រើប្រាស់នៅកម្មវិធី Microsoft Office Word នេះហើយពុកម៉ែបងប្អូនក៏អាចធ្វើការកែបាទអត្ថបទនេះបានដោយខ្លួនឯងបាទយើងអាចកែ
បានដល់ខ្លួនឯងដាក់ទៅលើព័ត៌មានអីដែលពុកម៉ែបងប្អូនចង់បន្ថែមចង់បញ្ចូលបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនអាចទទួលយកបានអញ្ចឹងឥឡូវនេះខ្ញុំអត់ទាន់ចូលទៅដល់រឿងហ្នឹងទេខ្ញុំធ្វើការ close ចោលសិនខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូនអំពីយើងខាងក្រៅមិញសិនណាបាទអញ្ចឹងឥឡូវនេះខ្ញុំត្រឡប់មកវិញអញ្ចឹងពុកម៉ែបងប្អូនបានទទួលជ្រាបហើយថានេះគឺជាគំរូហើយគំរូយើងមានច្រើនពុកម៉ែបងប្អូននៅក្នុងនេះគឺយើងមានច្រើនណាស់បាទនេះបាទបើសិនជាពុកម៉ែបងប្អូនស្រឡាញ់មួយណាមាន name card មានស្អីបាទផ្សេងនេះមានច្រើនណាស់ពុកម៉ែបងប្អូនណានៅក្នុងនេះមានជាបាទទម្រង់បាទ CV មានស្អីណាបាទមាននៅក្នុងនេះច្រើនបាទពុកម៉ែបងប្អូនអាចធ្វើការចុចបាទមើលបានអញ្ចឹងយើងមានច្រើននៅក្នុងនេះអញ្ចឹងខ្ញុំសូមសង្ខេបជូនប៉ុណ្ណឹងទៅចុះបានន័យថានៅកន្លែងនេះគឺពុកម៉ែបងប្អូនអាចធ្វើការស្វែងរកប្រភេទទម្រង់គំរូណាមួយដែលពុកម៉ែបងប្អូនចង់បានហើយយកទៅបង្កើតដល់ខ្លួនឯងឥឡូវនេះយើងនឹងធ្វើការឈានទៅបន្តទៅមុខទៀតបាទអញ្ចឹងប៉ុន្តែកន្លែងនេះចំណុចដែលសំខាន់ហ្នឹងគឺពេលដែលយើងចូលទៅកាន់មេរៀនហ្នឹងគឺខ្ញុំនឹងជ្រើសរើសយកទម្រង់ជា blank document នេះដើម្បីធ្វើការបង្ហាញជូនពុកម៉ែបងប្អូនបាទហើយសម្រាប់គំរូដែលមានស្រាប់នេះអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនបានអនុវត្តតាមមេរៀនដែលខ្ញុំបានបង្ហាញជូននេះពុកម៉ែបងប្អូនក៏អាចជ្រើសរើសគំរូនេះយកទៅបង្កើតបានដល់ខ្លួនឯងដែរបាទគឺមានភាពងាយស្រួលមិនជាពិបាកអីទេបាទអញ្ចឹងឥឡូវនេះយើងនឹងឈានទៅចំណុចបន្តទៅទៀតបាទអញ្ចឹងពុកម៉ែបងប្អូនបានទទួលជ្រាបហើយអំពី home new ឥឡូវយើងមកចូលទៅកាន់ open ម្ដងបាទ open នេះគឺជាកន្លែងមុខងារមួយដែលពុកម៉ែបងប្អូនអាចធ្វើការបើកបាទទៅរកស្វែងរកឯកសារដែលពុកម៉ែបងប្អូនធ្លាប់ធ្វើការវាយបាទនៅក្នុងសំទោសបាទធ្លាប់ធ្វើការ save ទុកនៅក្នុង computer ហើយពុកម៉ែបងប្អូនក៏អាចទៅស្វែងរកបានដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនបើសិនជា save នៅក្នុងពុកម៉ែបងប្អូនខ្លះ save នៅក្នុង drive អញ្ចឹងពុកម៉ែបងប្អូនធ្វើការបើកចូលទៅចុចចំកន្លែងគេដាក់ថាកន្លែង drive នេះឬក៏ពុកម៉ែបងប្អូនធ្វើការ save ទុកនៅក្នុង computer បាទពុកម៉ែបងប្អូនក៏អាចចុចកន្លែង this PC ក៏បានឬក៏យើងចុចពាក្យ browse នេះក៏បានដែរបាទអញ្ចឹងនៅពេលដែលពុកម៉ែបងប្អូនចុចពាក្យ browse ទៅពុកម៉ែបងប្អូនក៏អាចទៅស្វែងរកបាទឯកសាររបស់ពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនបានធ្វើការវាយហើយកន្លងមកហើយពុកម៉ែបងប្អូនធ្វើការទុកនៅកន្លែងណាពុកម៉ែបងប្អូនធ្វើការចុចស្វែងរកបន្ទាប់ពីរកឃើញហើយយើងធ្វើការចុច open មកយើងនឹងបើកឯកសារហ្នឹងចូលមកកាន់កម្មវិធី Microsoft Office Word ដើម្បីពុកម៉ែបងប្អូនអាចធ្វើការកែសម្រួលលើឯកសារដែលយើងបាន save មុននោះបាទយើងអាចធ្វើការកែសម្រួលបន្ថែមទៀតបានអញ្ចឹងខ្ញុំសូមថយទៅវិញហើយនៅកន្លែងនេះគឺជាកន្លែងដែលយើងធ្លាប់ធ្វើការវាយបាទយើងធ្លាប់ធ្វើការវាយឯកសារកន្លងមកហើយយើងធ្វើការបាន save ទុកឬអីអញ្ចឹងពុកម៉ែបងប្អូនណាអញ្ចឹងនឹងមាន load នៅកន្លែងនេះដែរអញ្ចឹងយើងអាចស្វែងរកនៅកន្លែងនេះហើយយើងអាចធ្វើការចុចលើឯកសារហ្នឹងដើម្បីបើកយកទៅកែបន្ថែមកែសម្រួល edit បន្ថែមបានបាទអញ្ចឹងនេះគឺជាមុខងារអំពី open បាទឥឡូវយើងទៅមើលបន្តទៅទៀត info នេះដូចជាមិនសូវជាចាំបាច់អីទេពុកម៉ែបងប្អូនណាចាំមានពេលខ្ញុំនឹងបញ្ជាក់អំពី info នេះខ្ញុំសូមលើកតែចំណុចសំខាន់បានហើយ info នេះគឺយើងមានកន្លែងដែលយើងអាចបាទ protect ការងាររបស់យើងបានន័យថាយើងការពារទៅលើការងាររបស់យើងបាទយើងមិនចង់ឲ្យមានអ្នកដទៃក្រៅពីយើងឬក៏អ្នកដែលបើកឯកសារយើងបានហ្នឹងតើតែមានការអនុញ្ញាតពីយើងបានន័យថាយើងអាចដាក់ password ទៅលើឯកសារអីបានអញ្ចឹងពុកម៉ែបងប្អូនណាបាទអញ្ចឹងចាំយើងមានឱកាសបាទមានមេរៀនដែលខ្ញុំនឹងបង្ហាញជូនតាក់ទងជាមួយនឹងរបៀបការដាក់ការពារទៅលើឯកសារនេះបន្ថែមទៅទៀតបាទអញ្ចឹងក៏ពុកម៉ែបងប្អូនអាចចំណាំក៏បានមិនចំណាំក៏មិនជាបញ្ហាទេយើងមិនសូវជាប្រើទេបាទឥឡូវនេះខ្ញុំនិយាយអំពីចំណុចសំខាន់និយាយពីបញ្ហារឿង save នេះពុកម៉ែបងប្អូនណា save ហើយ save as នេះគឺមានន័យថាយើងរក្សាទុកឯកសារដូចគ្នាបាទប៉ុន្តែវាមានភាពខុសគ្នាបាទsave as នេះខ្ញុំនឹងមានវីដេអូមួយចេញដល់ឡែកដែលខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនដើម្បីឲ្យកាន់តែងាយស្រួលយល់អំពី save as នេះបាទតើយើងមានន័យដូចម្ដេចខុសគ្នាមិនបាទសំទោសបាទន័យហ្នឹងគឺតែមួយទេមានន័យថាយើងរក្សាទុកឯកសារទុកក្នុង computer របស់យើងក៏ប៉ុន្តែវាមានភាពខុសគ្នាបាទផ្សេងគ្នាខ្ញុំនឹងមាននេះខ្ញុំនឹងបង្ហាញនៅវីដេអូផ្សេងមួយទៀតណាបាទឥឡូវនេះយើងទៅកាន់ save បាទ as
Adobe PDF នេះមានន័យថាពុកម៉ែបងប្អូនចង់ធ្វើការ save ឯកសារយើងទៅជា PDF បាទនឹងពុកម៉ែបងប្អូនចាំក៏បានអត់ក៏បានដែរអត់ជាសំខាន់អីប្រហែលទេបាទឥឡូវយើងទៅមើល print មួយទៀតបាទ print នេះគឺយើងសម្រាប់ធ្វើការបោះពុម្ពឯកសារបាទយើងធ្វើការសម្រាប់បោះពុម្ពឯកសារបើសិនជាពុកម៉ែបងប្អូនចង់ធ្វើការបោះពុម្ពឯកសារពុកម៉ែបងប្អូនធ្វើការចុចទៅលើប៊ូតុងបាទ print នេះបាទអញ្ចឹងនៅក្នុង print នេះគឺពុកម៉ែបងប្អូនមានឃើញអំពីមុខងារផ្សេងៗជាច្រើនទៀតហើយខ្ញុំនឹងបង្កើតជាវីដេអូផ្សេងមួយទៀតដែលនិយាយអំពីតែមុខងារ print ទេបាទដើម្បីឲ្យកាន់តែងាយស្រួលយល់ហើយកុំឲ្យវីដេអូនេះវាកាន់តែវែងឆ្ងាយគ្រាន់តែពុកម៉ែបងប្អូនបានទទួលជ្រាបថានេះគឺជាកន្លែងដែលយើងអាចធ្វើការ print ឯកសាររបស់យើងចេញទៅបានហើយនៅកន្លែងនេះគឺយើងមានប៊ូតុង print ហើយចំនួនដែលពុកម៉ែបងប្អូនចង់បានបាទចំនួនប្រមាណស្លឹកពុកម៉ែបងប្អូនក៏អាចធ្វើការកំណត់នៅកន្លែងនេះហើយកន្លែងនេះគឺជាកន្លែងដែលយើងជ្រើសរើសនៅបាទម៉ាស៊ីន print របស់ពុកម៉ែបងប្អូនព្រោះថានៅក្នុងកន្លែងនេះគឺយើងមានច្រើនបាទកុំព្យូទ័រខ្លះក៏អាចមានម៉ាស៊ីន print នៅកន្លែងធ្វើការហ្នឹងអាចភ្ជាប់ម៉ាស៊ីន print ច្រើនអញ្ចឹងយើងធ្វើការចុចជ្រើសរើសបាទម៉ាស៊ីន print មួយណាដែលពុកម៉ែបងប្អូនប្រើបាទហើយយើងនឹងមានការកំណត់ផ្សេងទៀតបាទខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូផ្សេងមួយទៀតដែលlike កុំឲ្យវីដេអូនេះកាន់តែវែងឆ្ងាយណាសូមអធិស្ឋានពុកម៉ែបងប្អូនពុកម៉ែបងប្អូនអាចទទួលជ្រាបប៉ុណ្ណេះតកតងជាមួយមុខងារ print បាទមានន័យថាកន្លែងហ្នឹងគឺយើងអាច print បានឥឡូវយើងទៅមើល share មួយទៀតបាទ share នេះយើងអាច share នៅឯកសាររបស់យើងចេញទៅកាន់បាទទៅកាន់ mail ឬក៏ទៅកាន់អ្នកដទៃទៀតបាទតាមរយៈ mail ឬអីផ្សេងពុកម៉ែបងប្អូនណាក៏យើងអាចផ្ញើទៅបានដូចគ្នាប៉ុន្តែសម្រាប់មុខងារនេះខ្ញុំអត់សូវប្រើទេប៉ុន្តែក្រែងលោមានពុកម៉ែបងប្អូនខ្លះក៏លោកឧស្សាហ៍និយមប្រើបើខ្ញុំជាទូទៅខ្ញុំច្រើន save ឯកសារ file ហ្នឹងហើយយើងចង់ផ្ញើទៅណាគឺយើងគ្រាន់តែចាប់ file នោះយកទៅផ្ញើចូលទៅក្នុងបាទ mail ឬក៏បណ្ដាញសង្គមផ្សេងបាទ Telegram មានអីចឹងណាបាទនៅខ្ញុំច្រើនផ្ញើទៅខាងក្រៅទេខ្ញុំអត់សូវ direct ពីនេះទៅទេបាទexport បាទ export ហ្នឹងក៏មិនខុសអីជាមួយនឹងមុខងារ save as ឬក៏ save PDF អីដែរគឺមានន័យថាយើងចង់export បានន័យថាយើងយកឯកសាររបស់យើងនេះបាទចេញទៅជាអីបាទទៅជាបង្កើតទៅជា PDF ឬក៏ជា file PDF/SPS នេះបាទឬក៏យើងចង់បដូរប្រភេទ file របស់យើងទៅជាផ្សេងបាទយើងអាចធ្វើការចុចកន្លែង export នេះបានបាទ close នេះគឺយើង close កម្មវិធីបាទហើយអាហ្នឹងគ្រាន់តែជម្រាបជូនពុកម៉ែបងប្អូនត្រួសទេតែចំណុចសំខាន់ហ្នឹងយើងមានតែប្រមាណទេដែលយើងប្រើឧស្សាហ៍ប្រើហ្នឹងមាន new អីចឹងណាពុកម៉ែបងប្អូនដែលយើងអាចជ្រើសរើសกระดาษបានហើយនឹង save បាទហើយ print បាទអញ្ចឹងពុកសរុបជារួមមកគឺពេលដែលពុកម៉ែបងប្អូនបើកមកដំបូងយើងមានការងារយើងប៉ុណ្ណឹងណាពុកម៉ែបងប្អូនដែលពុកម៉ែបងប្អូនត្រូវស្គាល់បាទហើយជាជំហានបន្ទាប់នេះគឺយើងធ្វើការចុចបាទកន្លែងប៊ូតុង new វិញបាទយើងធ្វើការចុច blank document ដើម្បីយើងឈានចូលទៅដល់ក្នុងកម្មវិធី Microsoft Office Word បាទនេះយើងពេលដែលយើងចុចលើ blank document មិញគឺយើងចូលមកដល់បាទការងារផ្ទៃការងាររបស់កម្មវិធី Microsoft Office Word អញ្ចឹងយើងចាំជួបគ្នានៅភាគ2បាទភាគ2ខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីមុខងារនៅក្នុងនេះហើយយើងនឹងឈានទៅដល់ការជ្រើសរើសกระดาษការកំណត់ទំហំกระดาษឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារដែលយើងប្រើនៅក្នុងការងារបច្ចុប្បន្នរបស់យើងហើយនឹងមានមុខងារផ្សេងជាច្រើនទៀតដែលនៅក្នុងនេះដែលខ្ញុំនឹងជំរាបជូនជាបន្តបន្ទាប់បាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីផ្សេងពាក់ព័ន្ធជាមួយនឹងការប្រើ Microsoft Office Word ឬក៏អ្វីដែលខ្ញុំបានបង្ហាញជូនអំបញ្ញពុកម៉ែបងប្អូនមានចម្ងល់អ្វីផ្សេងក៏អាចធ្វើការ comment នៅខាងក្រោមវីដេអូខ្ញុំបានហើយខ្ញុំនឹងរីករាយស្វាគមន៍ហើយនឹងព្យាយាមឆ្លើយរាល់សំណួរពុកម៉ែបងប្អូនដែលមានយើងសង្ឃឹមថាចាំជួបគ្នានៅវីដេអូភាគបន្តទៅទៀតបាទសូមអរគុណច្រើន